ទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងរៀនអំពីរបៀបបដូរទិន្នន័យពីជួរដេកទៅជាជួរឈរនៅក្នុងកម្មវិធី Microsoft Excel បាទដូចជាឧទាហរណ៍ដែលខ្ញុំបានបង្ហាញយើងមានតារាងទិន្នន័យជាជួរដេកហើយយើងនឹងធ្វើវាឲ្យទៅជាទិន្នន័យមានជួរឈរដូចតារាងខាងស្ដាំនេះបាទអញ្ចឹងនៅក្នុងចំណុចនេះដែរគឺយើងត្រូវការចេះរូបមន្តមួយគឺជារូបមន្ត transpose បាទសម្រាប់បំលែងពីជួរដេកទៅជួរឈរឬក៏ជួរឈរមកជួរដេកបាទអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលទៅលើ cell J5 បាទរួចយើងវាយសញ្ញាស្មើបាទវាយពាក្យ transpose T O A N S P O S E បាទបើកវងកញ្ចក់បន្តមកទៀតគឺយើងត្រូវ select ទិន្នន័យជួរដេកទាំងអស់នេះបាទ select វាទាំងអស់មកបាទបន្តមកទៀតគឺយើងចុចបិទវងកញ្ចក់វិញរួច enter ជាការស្រេចបាទសូមអរគុណ